អ្នកប្រុសទូចមកវិញហើយមែនទេអ៊ំនឹកអ្នកប្រុសណាខ្ញុំក៏នឹកអ៊ំដែរអញ្ចឹងខ្ញុំទៅជួបលោកប៉ាសិនហើយចាអ្នកប្រុសល្ងាចនេះអ្នកប្រុសចង់ញ៉ាំអីដែរខ្ញុំធ្វើជូនមិនបាច់ទេអ៊ំល្ងាចនេះខ្ញុំទៅញ៉ាំបាយខាងក្រៅខ្ញុំទៅសិនហើយប៉ាមានរឿងចង់និយាយជាមួយខ្ញុំមែនទេប៉ានិយាយមកឯងអង្គុយសិនទៅឯងចាប់រីយ៉ាទៅចំការមែនទេហេតុអីមិនប៉ាដឹងឬមួយបងសានជាអ្នកប្រាប់ប៉ាឯងស្មានប៉ាមិនដឹងមែនទេឯងធ្វើចំពោះរីយ៉ាប៉ាដឹងទាំងអស់ឯងប្រាប់មកឯងចាប់រីយ៉ាទៅធ្វើអីឯងក៏ដឹងដែរថារីយ៉ាក៏ចិត្តរៀបការជាមួយប៉ាដែរឯងធ្វើបែបនេះទៅកើតគឺខ្ញុំមិនចង់ឲ្យរីកាជាមួយប៉ានឹងអីព្រោះខ្ញុំស្អប់នាងខ្ញុំមិនចង់បានមកចង់ដូចជានាងទេបើប៉ាបានដឹងហើយមកក៏ខ្ញុំគ្មានអីនិយាយដែរឯងដឹងទេថាសំបូរគេខឹងប៉ាយ៉ាងណានេះបើគេដឹងថាឯងជាអ្នកចាប់រីយ៉ាទៅគេប្រកាសជាខឹងសំណាងហើយដែលយើងមិនបានប្រាប់គេឲ្យបានដឹងថ្ងៃណាមួយគេប្រកាសជាដឹងរឿងនេះយ៉ាងក៏លាក់មិនចិត្តដែរឯងប្រាប់ប៉ាមកឯងមានអីជាមួយរីយ៉ាងាយផាភ័យយ៉ាងខ្លាំងពេលឮប៉ារបស់គេនិយាយបែបនេះបេះដូងគេលូតខុសធម្មតាព្រោះខ្លួនធ្វើខុសលើរីយ៉ា